សួស្តីបងប្អូនជួបជាមួយខ្ញុំចន្ទថាម្ដងទៀតនៅយប់ថ្ងៃទី26ខែឧសភាឆ្នាំ2026យប់នេះខ្ញុំមានព័ត៌មានចំនួន5ចំណុចយកមកចែករំលែកជាមួយបងប្អូនទាំងអស់គ្នាតាក់ទងនឹងកម្ពុជាថៃតាក់ទងនឹងគណៈបកប្រឆាំងនៅខាងក្រៅក៏ដូចជាតាក់ទងនឹងការវិនិយោគរបស់កូរ៉េមកប្រទេសកម្ពុជាផងដែរបងប្អូនព័ត៌មានចំនួន5ថ្ងៃនេះចំណុចទី1គឺតាក់ទងនឹង AOT បានអញ្ជើញទៅដល់ចំណុចមួយចំនួននៅខេត្តបន្ទាយមានជ័យទៀតហើយបន្ទាប់ពីខាងថៃបានបង្កការផ្ទុះអាវុធជាឯកតោភាគីប្រមាណដងហើយផ្ទុះម្ដងលើកនេះគឺថាច្រើនមែនទែនឥឡូវ AOT បានទៅដល់ម្ដងទៀតហើយព័ត៌មានទី2តាក់ទងនឹងលោកសេងរតនានៅខាងក្រៅដែលជាមនុស្សសំខាន់របស់រដ្ឋាភិបាល$23បានចោទប្រកាន់លាបពណ៌មកលើកូនស្រីរបស់ឯកឧត្តមខួងស្រេងអភិបាលគណៈអភិបាលរាជធានីភ្នំពេញតាក់ទងនឹងការលាងលុយចំនួន$10 លានព័ត៌មានទី3គឺតាក់ទងនឹងការវិនិយោគដែលក្រុមហ៊ុនក៏ដូចជាសម្ព័ន្ធអ្នកសហគ្រិនកូរ៉េជាច្រើនបានជួបជាមួយនឹងសម្ដេចតេជោក្នុងថ្ងៃនេះតាក់ទងនឹងកិច្ចការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាព័ត៌មានទី4ក៏ជាព័ត៌មានដែលតាក់ទងនឹងរឿងខ្មែរថៃហើយគួរឲ្យចាប់អារម្មណ៍គឺអនុทินបានយករឿងរ៉ាវទំនាស់កម្ពុជាថៃយកទៅកុហកដល់លោកម៉ាក្រុងប្រធានាធិបតីបារាំងថែមទៀតបងប្អូនគួរឲ្យចាប់អារម្មណ៍មែនទែនរឿងនេះហើយព័ត៌មានទី5ចុងក្រោយគេគឺជារឿងដែលស៊ីហាស័កក៏ពោលពាក្យដោយអនុทินដែរគឺថានៅតែបំភ្លៃរឿងរ៉ាវតាក់ទងនឹងទំនាស់កម្ពុជាថៃហើយថែមទាំងហាមកម្ពុជាមិនឲ្យយករឿងនេះទៅប្រាប់ដល់អន្តរជាតិក៏ដូចជាអង្គការសហជីវជាតិផងដែរលំអិតបន្ថែមទៀតសូមបងប្អូនចំណាយពេលទស្សនាវីដេអូពេញដូចតទៅបងប្អូនបន្ទាប់ពីមានការបាញ់បោះបង្កហេតុហើយចោទប្រកាន់មកលើកម្ពុជាដោយភាគីថៃនៅក្នុងពេលថ្មីនេះថ្ងៃនេះយើងបានឃើញព័ត៌មានពីក្រសួងការពារជាតិបានបញ្ជាក់ថាក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យទៀតហើយបងប្អូនដែលបានទៅពិនិត្យនៅកាន់ទីតាំងមួយចំនួនអញ្ចឹងខ្ញុំសូមអានព័ត៌មានទាំងស្រុងពីក្រសួងការពារជាតិជូនពុកម៉ែបងប្អូនស្ដាប់ដូចតទៅសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារទី26ខែឧសភាឆ្នាំ2026វេលាម៉ោង 9:30 នាទីព្រឹកក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯកផាតវិបុលសុភ័ក្រអគ្គនាយរងអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនិងជានាយកដ្ឋានទំនាក់ទំនងអន្តរជាតិបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន HOM AOT ហ្វីលីពីនដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួនស្ថិតនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហាររាយបន្លាលួសនិងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃដោយបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញនៅឡើយនិងធ្វើការពិនិត្យលើការគោរពនិងការអនុវត្តវិធានការទាំងអស់នៅក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់បានចូលជាធរមានផងដែរការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅទីតាំងដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជាហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះគូសបញ្ជាក់អំពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទី3នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC កម្ពុជាថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូររាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់អំពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025
សេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃចុះថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅធ្វើឲ្យប្រសើរឡើងវិញយ៉ាងឆាប់រហ័សនឹងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពនិងស្ថិរភាពយូរអង្វែងអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានជ្រាបជាព័ត៌មានបាទបងប្អូនអញ្ចឹងនេះគឺជាអត្ថន័យដើមទាំងស្រុងដែលចេញផ្សាយនៅលើเพจផ្លូវការរបស់ក្រសួងការពារជាតិនៅថ្ងៃទី26ខែឧសភានេះគឺជាការបញ្ជាក់ដែលបងប្អូនតែងតែឃើញជាពិសេសនៅរាល់ចុងសារដែលក្រសួងការពារជាតិបានបង្ហោះរាល់ដងនេះគឺថាមិនដែលភ្លេចទេនៅការបញ្ជាក់របស់កម្ពុជាថាកម្ពុជានៅតែបន្តបញ្ជាក់ជំហរថាយើងបន្តដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមកិច្ចព្រមព្រៀងដែលយើងមានស្រាប់កន្លងមកអញ្ចឹងយើងតែងតែបញ្ជាក់បែបហ្នឹងជានិច្ចហើយកម្ពុជាគឺជាភាគីដែលគោរពបានល្អជាងគេនៅក្នុងអ្វីដែលគ្រប់ចំណុចនៃកិច្ចព្រមព្រៀងទាំងអស់ហ្នឹងហើយយើងពិតជាចង់ឲ្យមានស្ថានភាពស្ងប់ស្ងាត់កុំឲ្យមានការប៉ះទង្គិចគ្នាសាជាថ្មីដើម្បីអីគឺដើម្បីជំរុញក្រុមការងារវាស់បង្គោលព្រំដែនហ្នឹងគឺថាចុះទៅធ្វើកិច្ចការបន្តហើយខាងថៃគេអត់ចង់ដោះស្រាយតាមផ្លូវច្បាប់គេមិនចង់គោរពអកិច្ចព្រមព្រៀងទាំងអស់ហ្នឹងអញ្ចឹងហើយបានជាគេតែងតែរកលេសបង្កហេតុចង់ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាមួយកម្ពុជាសាជាថ្មីពីព្រោះគេមិនចង់ដោះស្រាយបញ្ហាតាមផ្លូវច្បាប់ទេប្រសិនបើចង់ដោះស្រាយតាមច្បាប់ដោះស្រាយតាមកិច្ចព្រមព្រៀងប្រកាសជាឈានទៅឲ្យគណៈកម្មការព្រំដែនវាស់បង្គោលព្រំដែនស្វែងរកបង្គោលព្រំដែនដោះស្រាយព្រំដែនដោយសន្តិវិធីគេនឹងត្រូវឲ្យដីដែលគេគ្រប់គ្រងខុសច្បាប់របស់យើងនឹងឲ្យមកយើងវិញដូច្នេះហើយគេចេះតែព្យាយាមបង្កហេតុដើម្បីរត់គេចអំពីការដោះស្រាយបញ្ហាតាមសន្តិវិធីប៉ុន្តែខ្ញុំជឿថាមុននឹងក្រោយយូរនឹងឆាប់នៅតែត្រូវទៅតាមផ្លូវនឹងទេតើបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាអាច comment នៅខាងក្រោមនេះម្នាក់មួយបានសូមកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាអរគុណច្រើនខ្ញុំថាមិនដែលមានបំណងចង់ប៉ះពាល់ប្រឡូកប្រឡាក់អីជាមួយនឹងអ្នកមួយចំនួននៅក្រៅប្រទេសទេបងប្អូនដែលគេហៅថាគេជាអ្នកប្រជាធិបតេយ្យគេជាអ្នកនយោបាយគេជាអ្នកស្នេហាជាតិអីប៉ុន្តែចរិតរបស់គេនេះគឺថាទាំងមេទាំងកូនទាំងដោកទាំងជាលតែម្ដងគឺថាដូចគ្នាបេះបិទគ្មានអ្នកណាខុសអ្នកណាទេគឺតែងតែធ្វើនយោបាយលៀបពណ៌បំភ្លើសបំភ្លៃមិនដែលនិយាយការពិតតែងតែប្រឌិតរឿងដើម្បីចោទប្រកាន់បុគ្គលដើម្បីបង្កើតនៅសំអប់បង្កើតនៅការជេរប្រមាថអញ្ចឹងហើយបានជារអៀសខ្លួនរត់ចោលស្រុកទាំងវងថ្ងៃនេះយើងបានឃើញបុគ្គលម្នាក់ដែលតាំងខ្លួនឯងថាជាសម្ដេចសេងរតនាអីហ្នឹងបងប្អូនឮឈ្មោះខ្ញុំជឿថាបងប្អូនក៏ខ្ពើមមុខអាម្នាក់ហ្នឹងដែរខ្ញុំមិនដែលមានបំណងចង់ផ្សាយពីពួកអស់ហ្នឹងទេព្រោះថាផ្សាយអំពីពួកអស់ហ្នឹងម្ដងតែងតែបងប្អូនដែលតាមដានเพจខ្ញុំលោកមិនចូលចិត្តលោកមិនចង់មើលលោកមិនចង់ឃើញមុខទេប៉ុន្តែថ្ងៃនេះរឿងដ៏ថោកទាបមួយទៀតដែលគេធ្វើគឺប្រឌិតរឿងប្រមាថមកកាន់ក្រុមគ្រួសារជាពិសេសគឺកូនស្រីរបស់លោកពូអភិបាលខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញតែម្ដងបងប្អូនរឿងដែលគេបានប្រឌិតឡើងនៅថ្ងៃនេះគេបាននិយាយថាបាទខួងស្រេងបានយកលុយ$10 លានដើម្បីទៅបង្កើតមុខជំនួញនៅអូស្ត្រាលីហើយឲ្យកូនស្រីរបស់ខ្លួនជាអ្នកទៅកាន់កាប់រៀនសូត្រនៅទីនោះហើយកាន់កាប់មុខជំនួញនោះប៉ុន្តែបន្ទាប់ពីអូស្ត្រាលីបានស្រាវជ្រាវដឹងថាករណីនេះជាករណីលាងលុយករណីកុហករដ្ឋាភិបាលអូស្ត្រាលីបានបដិសេធបាទគេថារដ្ឋាភិបាលអូស្ត្រាលីហ្នឹងបានបដិសេធមិនឲ្យក្រុមគ្រួសារបាទមិនឲ្យកូនស្រីនិងក្រុមគ្រួសាររបស់លោកខួងស្រេងជន់ទឹកដីអូស្ត្រាលីឡើយបងប្អូនកុំថាខ្ញុំនិយាយទៅដោយប្រើអារម្មណ៍ដោយប្រើមនោសញ្ចេតនាមិនចូលចិត្តឬក៏និយាយទៅដោយសារតែមានអារម្មណ៍ស្អប់ខ្ពើមរើសអើងខ្មែរគ្នាឯងឈាមខ្មែរដូចគ្នាប៉ុន្តែបងប្អូនឃើញព័ត៌មានខាងលើនេះដែលគេផ្សាយនេះបងប្អូនអញ្ជើញទៅស្រាវជ្រាវបន្តទៅថារឿងហ្នឹងពិតឬក៏មិនពិតមានប្រភពយ៉ាងណាមិនត្រឹមតែបងប្អូន search គ្រប់ភាសាក៏ search ទៅបងប្អូនទៅសួរ AI ទៀតទៅថាតើសាច់រឿងហ្នឹងព័ត៌មានហ្នឹងមានប្រភពច្បាស់លាស់ដែរឬទេខ្ញុំបានស្រាវជ្រាវរឿងហ្នឹងអស់ហើយខ្ញុំបានសួរទាំង AI ទៅទៀតថាតើមានរឿងបែបហ្នឹងកើតឡើងមែនដែរឬទេ
ប្រសិនបើមិនមែនតើមានន័យថាម៉េចនេះគឺជាចំណុចមួយក្នុងចំណុចជាច្រើនរឿងមួយក្នុងចំណោមរឿងជាច្រើនដែលបុគ្គលនេះដែលក្រុមបពុរបស់គេនេះតែងតែបង្កើតរឿងคล้ายព័ត៌មានคล้ายដើម្បីបំភ្លើសបំភ្លៃមូលបង្កាច់បង្កប់ដោយចេតនាសំអប់នៅពីក្រោយខ្នងដើម្បីឲ្យមហាជននៅក្នុងប្រទេសមានការយល់ច្រឡំមានការស្អប់ខ្ពើមឬក៏មិនចូលចិត្តឬក៏ទៅពោលពាក្យប្រមាថដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងតែដឹកនាំប្រទេសបច្ចុប្បន្នគេក្នុងខួរក្បាលរបស់គេកំពុងតែយល់ថាគ្នាគេធ្វើនឹងវាត្រឹមត្រូវសម្បើមណាស់គេថាគេសុទ្ធតែជាអ្នកប្រជាធិបតេយ្យគេថាគេសុទ្ធតែអ្នកស្នេហាជាតិលើសគេលើសឯងហើយក្នុងកលតិស័កនេះផងដែរបងប្អូនខ្ញុំអត់ដែលមានបំណងចង់ទៅប៉ះពាល់ខ្មែរណាមួយទេពីព្រោះអីប្រទេសជាតិរបស់យើងកំពុងតែមានបញ្ហាជាមួយនឹងប្រទេសជិតខាងដែលកំពុងតែឈ្លានពានយើងតែងតែប្រកាសថាយើងចង់រួបរวมសាមគ្គីខ្មែរតែមួយខ្មែរគ្រប់ទិសទីគួរតែជាខ្មែរតែមួយដែលអាចរួបរวมសាមគ្គីបានហើយម្សិលមិញនេះដែលយើងបានឃើញថាប្រមុខរដ្ឋស្ដីទីរបស់យើងបានចុះហត្ថលេខាលើកលែងទោសឲ្យលោកកឹមសុខាដែលជាប់ពន្ធនាគារ27ឆ្នាំខាងគេនោះខាងក្រៅបងប្អូនសង្កេតមើលតើសំរងស៊ីបានអបអរសាទរកឹមសុខាទេតើមនុស្សសំខាន់នៅក្បែរសំរងស៊ីបានអបអរសាទរលោកកឹមសុខាដែលបានរួចទោស27ឆ្នាំនោះទេអត់ទេពីព្រោះអីពីព្រោះគេស្អប់កឹមសុខាខ្លាំងណាស់ហើយគេគ្មានបំណងអីធ្វើអីជាប្រយោជន៍ដល់ជាតិខ្មែរពិតប្រាកដទេនៅពេលដែលប្រទេសខ្មែរកំពុងតែរងការឈ្លានពានពីចៅសៀមឈ្លានពានប្រមាថប្រជាពលរដ្ឋយើងប្រមាថជាតិសាសន៍ខ្មែរបំពេញយើងឈ្លានពានយើងកំទេចភូមិឋានប្រជាពលរដ្ឋយើងបាញ់ផ្លោងសម្រាប់ជីវិតទាហានយើងប្រជាជនស៊ីវិលយើងក៏មិនដែលឃើញក្រុមមួយនេះគេទៅអើពើអីជាមួយនឹងថៃដែរគេមិនដែលទៅដាក់ទោសដាក់កំហុសស្ដីបន្ទោសខាងថៃខាងសៀមទេប៉ុន្តែគេតែងតែរកឱកាសគ្រប់ឱកាសដើម្បីជេរប្រមាថថ្នាក់ដឹកនាំក្នុងស្រុកបច្ចុប្បន្នបាទដែលប្រជាពលរដ្ឋឥឡូវនេះសម័យអ៊ីនធឺណិតបងប្អូនសម័យដែលបណ្ដាញសង្គមស្អីក៏មានស្អីក៏បងប្អូនមើលឃើញទាំងអស់គ្នាអាចពិចារណាអាចវាយតម្លៃទាំងអស់គ្នាថាតើពួកទាំងអស់នោះធ្វើនយោបាយមកដល់ពេលនេះហេតុអីបានជាមនុស្សលែងគ្រប់គ្រងហេតុអីបានជាបែកបាក់គ្នាឯងខ្ចាត់ខ្ចាយខ្ទេចខ្ទីហើយអ្នកដែលចេញពីក្រុមនោះនរណាក៏ដោយចេញមកគឺសុទ្ធតែទម្លាយអំពីការអាក្រក់រឿងរ៉ាវទុច្ចរិតដែលក្រុមនេះកំពុងតែធ្វើឲ្យអះអាងថាខ្លួនឯងជាអ្នកស្នេហាជាតិលើសគេលើសឯងទាំងទង្វើមានសុទ្ធតែជាការប្រមាថមានតែហុចដៃឲ្យចោលដើម្បីមកសម្រាប់ខ្មែរគ្នាឯងដូចគ្នាថ្ងៃនេះបងប្អូនឃើញហើយនេះគ្រាន់តែជាមួយក្នុងចំណោមព័ត៌មានជាច្រើនទៀតដែលក្រុមនេះតែងតែធ្វើតែងតែផ្សាយក្រុមនេះដែលចោទគេបំភ្លើសបំភ្លៃគេថាគេគ្រប់គ្នាដែលនិយាយល្អអំពីព័ត៌មានក្នុងស្រុកទេសខ្លួនឯងឲ្យតែលើអ្នកណានិយាយល្អអំពីស្រុកទេសខ្លួនឯងតែងតែនិយាយថាអ្នកនឹងនិយាយលើកជើងអ្នកនឹងនិយាយត្រអ្នកនឹងមិននិយាយការពិតទេសុទ្ធតែនិយាយការពារប៉ុន្តែក្រុមអាអស់នេះគឺមិនដែលនិយាយការពិតទេនិយាយតែបំភ្លើសនិយាយតែបំភ្លីនិយាយតែកំឡោចនិយាយតែមួលបង្កាច់នេះគឺជាចរិតមួយបុគ្គលម្នាក់នេះគឺជាមនុស្សសំខាន់មួយក្នុងចំណោមអារដ្ឋាភិបាល$23របស់សំរងស៊ីដែលកំពុងតែដឹកនាំគ្នាគេខ្ចាត់ព្រាត់គ្រប់ទិសទីនឹងឯងនេះគឺជាចរិតមួយក្នុងចំណោមមនុស្សទាំងអស់នៅក្នុងចង្កោមរបស់គេនឹងគឺថាទាល់តែចរិតដូចគ្នាអញ្ចឹងបានដើរជាមួយគ្នាកើតទាល់តែចរិតដូចគ្នាអញ្ចឹងបាននៅជាមួយគ្នាកើតមកទល់ពេលនេះពីព្រោះមនុស្សល្អត្រឹមត្រូវសុចរិតដែលធ្លាប់ចាញ់បោកក្រុមនេះដែលអូសទាញបោកបំភ្លើសបំភ្លៃឲ្យមានអារម្មណ៍មិនល្អឲ្យអគតិជាមួយនឹងរដ្ឋាភិបាលក្នុងស្រុកបច្ចុប្បន្នហ្នឹងគឺថាភាគច្រើនគេរត់ចោលពួកនេះអស់ហើយភាគច្រើនគេដើរចេញហើយគេឃើញចរិតថោកទាបដូច្នេះបុគ្គលនេះព័ត៌មាននេះបងប្អូនកុំជឿខ្ញុំបងប្អូនទៅស្រាវជ្រាវឡើងវិញចុះថាតើព័ត៌មាននេះពិតឬក៏មិនពិតប្រសិនបើមនុស្សម្នាក់និយាយតែព័ត៌មានប្រឌិតមិនពិតនិយាយតែព័ត៌មានคล้ายបំភ្លើសបំភ្លៃកាច់មួលបែបហ្នឹងថាតើនៅមានតម្លៃជាមនុស្សតទៅទៀតដែរឬទេមនុស្សដែលនិយាយព័ត៌មានមិនពិតនិយាយកាន់តែច្រើនកាន់តែបាត់តម្លៃខ្លួនឯងនិយាយកាន់តែច្រើនកាន់តែคล้ายទៅជាសម្រាមកាន់តែឆាប់បងប្អូនសូមជួយចូលទៅ comment ចំណាប់អារម្មណ៍របស់បងប្អូនចំពោះ post មួយនេះដែលប្រឌិតរឿងคล้าย
ប្រមាថមកកាន់កិត្តិយសគ្រួសាររបស់លោកពូអភិបាលខួងស្រេងជាអភិបាលរាជធានីភ្នំពេញដែលកំពុងតែប្រជាពលរដ្ឋភាគច្រើនគោរពស្រឡាញ់បានមើលឃើញថាលោកបានធ្វើការដឹកនាំយ៉ាងល្អជាពិសេសយើងក្នុងពេលថ្មីនេះយើងបានឃើញថាសម្ដេចពុកសម្ដេចតេជោហ៊ុនសែនបានកោតសរសើរចំពោះឯកឧត្តមខួងស្រេងចំតែម្ដងថាជាអភិបាលដ៏ល្អជាថ្នាក់ដឹកនាំដ៏ល្អដែលតែងតែដោះស្រាយបញ្ហាផ្សេងជូនប្រជាពលរដ្ឋនៅក្នុងដែនដីនៅក្នុងរាជធានីភ្នំពេញដែលលោកគ្រប់គ្រងដឹកនាំនឹងគឺថាបានលឿនរហ័សបាទគឺជាថ្នាក់ដឹកនាំដែលធ្វើការសកម្មខ្លាំងមែនទែនគឺលោកធ្វើការខ្លាំងមែនទែនលោកនឿយហត់ខ្លាំងមែនទែនចំពោះកិច្ចការបច្ចុប្បន្នលោករវល់ណាស់បងប្អូនមើលឃើញហើយដូច្នេះសូមបងប្អូនចូលទៅបញ្ចេញចំណាប់អារម្មណ៍បងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំក៏បានបងប្អូនឃើញ link ទៅកាន់post របស់លោកសេងរតនាហ្នឹងដែលធ្វើការបំភ្លឺបំភ្លៃប្រឌិតព័ត៌មានរឿងហ្នឹងបងប្អូនអាចចូលទៅ comment ចំណាប់អារម្មណ៍ការយល់ឃើញរបស់បងប្អូននៅក្រោម post មួយនោះក៏បានដែរអរគុណបងប្អូនសូមជួយចែករំលែកព័ត៌មាននេះម្នាក់មួយទាំងអស់គ្នាហើយកុំជឿខ្ញុំស្រាវជ្រាវខ្លួនឯងទៅថាពិតឬក៏មិនពិតបើមិនពិតតើពួកនឹងចរិតបែបហ្នឹងគឺជាមនុស្សបែបណាបងប្អូនវាយតម្លៃតាមឆន្ទៈសេរីរបស់បងប្អូនចោះសូមអរគុណច្រើនសួស្តីបងប្អូនថ្ងៃនេះយើងបានឃើញព័ត៌មានថាប្រធានក្រុមហ៊ុនកូរ៉េដ៏ធំមួយហើយលោកក៏ជាប្រធានសភាពាណិជ្ជកម្មនៃទីក្រុងមួយដែររបស់កូរ៉េបានចូលជួបសម្ដេចការគួសមជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារបស់យើងអញ្ចឹងខ្ញុំសូមអានព័ត៌មានទាំងស្រុងពីភ័យផ្លូវការរបស់សម្ដេចតេជោជូនពុកម៉ែបងប្អូនស្ដាប់ដូចតទៅសម្ដេចតេជោហ៊ុនសែនអនុញ្ញាតឲ្យលោកផាកជូបុងប្រធានក្រុមហ៊ុនដេជូ KC Group និងជាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឆុនចូលជួបសម្ដែងការគួសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាព្រឹកថ្ងៃអង្គារទី26ខែឧសភាឆ្នាំ2026សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកផាកជូបុងប្រធានក្រុមហ៊ុន Daeju KC Group និងជាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឆុនចូលជួបសម្ដេចការគួសមនិងពិភាក្សាការងារឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោបានប្រាប់ឲ្យដឹងក្រោយជំនួបយ៉ាងដូចនេះថានៅក្នុងជំនួបនោះសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍ចំពោះលោកផាកជូបុងនិងសហការីដែលបានអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាហើយសង្ឃឹមថាការទស្សនកិច្ចរបស់អ្នកវិនិយោគកូរ៉េមកកាន់កម្ពុជានៅពេលនេះនឹងបានស្វែងរកឱកាសបន្ថែមទៀតក្នុងការវិនិយោគនៅកម្ពុជាក្នុងឱកាសនោះលោកផាកជូបុងបានសម្ដែងនៅការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកនិងក្រុមអ្នកវិនិយោគបានជួបសម្ដែងការគួសមនាឱកាសនេះលោកបានលើកឡើងនៅទស្សនវិជ្ជាបរិយាកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយលោកបានរំលេចថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសុវត្ថិភាពហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េលោកបន្តថានៅពេលនេះក្រុមអ្នកវិនិយោគកំពុងតែស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅលើវិស័យកសិកម្មហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺដំណាំស្វាយចន្ទីក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនៅការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជាសម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្មពោលគឺស្វាយចន្ទីដោយសម្ដេចបានរំលឹកថាប្រទេសកម្ពុជាមាននៅផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀតជាពិសេសគឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើមសម្ដេចបានបន្តទៀតថាអ្វីដែលកម្ពុជាត្រូវការបន្ថែមនោះគឺអ្នកវិនិយោគដែលអាចកែច្នៃនៅផលិតផលរបស់កម្ពុជាដើម្បីយកទៅលក់នៅលើទីផ្សារកូរ៉េផងនិងនៅលើទីផ្សារពិភពលោកផងសម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េគឺពាណិជ្ជកម្មនិងការវិនិយោគនេះឯងដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជាឱកាសបន្ថែមទៀតដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយជាមួយគ្នានេះសម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសាធារណរដ្ឋកូរ៉េដែលពេលនេះជាដៃគូយុទ្ធសាស្ត្រជាមួយគ្នាហើយសម្ដេចសង្ឃឹមថាទៅថ្ងៃខាងមុខ
ជាពិសេសនៅក្នុងឱកាសខួប30ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េឡើងវិញនោះគឺប្រទេសទាំងពីរនឹងអាចដើរទៅដល់ជំហានមួយទៀតគឺការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នាជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឲ្យក្រុមអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េជាពិសេសក្រុមអ្នកវិនិយោគរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មអ៊ិនឈុនទទួលបានឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជានិងស្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបដោយក្តីរីករាយបាទបងប្អូនអញ្ចឹងនេះគឺជាអត្ថន័យដើមទាំងស្រុងពីភ័យផ្លូវការរបស់សម្ដេចតេជោដែលបានចេញផ្សាយនៅថ្ងៃទី26ខែឧសភានេះក្នុងនោះសម្ដេចបានបញ្ជាក់ថាទំនាក់ទំនងអ្វីដែលជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េខាងត្បូងនៅពេលនេះគឺតាក់ទងនឹងការវិនិយោគតាក់ទងនឹងពាណិជ្ជកម្មនឹងឯងសង្ឃឹមថាក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនមួយប៉ុន្តែក្រុមការងាររបស់គាត់សហការីរបស់គាត់ដែលអញ្ជើញមកជាមួយនៅថ្ងៃនេះសុទ្ធតែជាមនុស្សសំខាន់នៅក្នុងសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឈុនអញ្ចឹងសង្ឃឹមថានឹងមានអ្នកវិនិយោគកូរ៉េបន្ថែមទៀតបានចូលមកវិនិយោគនៅលើទឹកដីកម្ពុជាជាពិសេសលើវិស័យកសិកម្មនៅកម្ពុជាកែច្នៃផលិតផលកសិកម្មនៅកម្ពុជាទៅកូរ៉េផងទៅកាន់ទីផ្សារពិភពលោកកាន់តែទូលំទូលាយផងគឺជារឿងដែលកម្ពុជាចង់ឃើញកិច្ចការនេះបានកើតឡើងអញ្ចឹងសង្ឃឹមថាកូរ៉េនឹងក្លាយជាដៃគូសហការជាមួយកម្ពុជាឈានទៅរកទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយនឹងកម្ពុជាហើយកាន់តែរីកចម្រើនកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមមួយកម្រិតទៀតសូមអរគុណសូមបងប្អូនជួយចែករំលែកវីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាប្រទេសថៃបន្តភូតភរបារាំងសារជាថ្មីចំយ៉ាងណាទៀតហើយបងប្អូនអនុទានគេចាប់ផ្ដើមទៅភូតភរបារាំងយ៉ាងណាទៀតហើយយើងដឹងថាអនុទានទៅបារាំងតាំងពីថ្ងៃទី21ហើយថ្ងៃទី27បានត្រឡប់មកវិញដំបូងថាទៅតាក់ទាញវិនិយោគបារាំងបាទរជនជាតិបារាំងឲ្យមកវិនិយោគនៅក្នុងប្រទេសថៃឥឡូវឃើញថាមានព័ត៌មានថាទៅភូតភរបារាំងយ៉ាងណាទៀតហើយយើងមកមើលព័ត៌មាននេះជាមួយគ្នាបន្តិចបងប្អូនព័ត៌មានថ្មីប្រទេសថៃបន្តភូតភរបារាំងសារជាថ្មីនាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈគុណបានបញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងអេម៉ាញូអែលម៉ាក្រុងនៅប្រទេសបារាំងនៅព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2026យ៉ាងដូចនេះថាពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃប្រទេសថៃគោរពឲ្យតម្លៃលើសន្តិភាពនិងគោរពច្បាប់អន្តរជាតិចំពោះការសម្រេចចិត្តលុបចោល MOU 2001ជាឯកតោភាគីដោយសារតែក្នុងរយៈពេលជិត25ឆ្នាំកន្លងមកនេះវាពុំបានផ្ដល់នៅវឌ្ឍនភាពណាមួយដល់ប្រទេសថៃឡើយលោកបានបន្ថែមយ៉ាងដូចនេះថាដូច្នេះប្រទេសថៃនឹងជ្រើសរើសការប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររួមគ្នាជាមួយនឹងកម្ពុជាវិញនៅលើវេទិកាអន្តរជាតិតែម្ដងវ៉ាវអញ្ចឹងល្អនេះបានទៅប្រាប់បារាំងឲ្យបារាំងបានដឹងឲ្យបារាំងបានជួយធ្វើសាកសីផងលោកបានសង្កត់ធ្ងន់ថាពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកវិញប្រទេសថៃនឹងប្រកាន់ខ្ជាប់ក៏ដូចជាអនុវត្តនៅសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខារួមគ្នាកាលពីចុងឆ្នាំ2025ក៏ប៉ុន្តែភាគីកម្ពុជាត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនមកវិញផងដែរបាទបងប្អូនចាប់អារម្មណ៍ទេថាសម្ដីរបស់លោកអនុទានថ្មីនេះក៏ដូចជាសម្ដីរបស់លោកស៊ីហាស័កតែងតែភ្ជាប់នៅពាក្យថ្មីមួយថាខាងកម្ពុជាត្រូវតែបង្ហាញភាពស្មោះត្រង់ទៅខាងគេដើម្បីកសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមកប៉ុន្តែសួរថាតើកន្លងមកកម្ពុជាបានធ្វើអ្វីដែលបំផ្លាញទំនុកចិត្តរបស់អ្នកពីព្រោះថាកម្ពុជាតែងតែគោរពនៅបទឈប់បាញ់ទាំងអស់អ្វីដែលបានចុះហត្ថលេខាជាមួយគ្នាកម្ពុជាគោរពតាមកម្ពុជាអនុវត្តតាមមានតែខាងអ្នកឯងទេដែលបង្កហេតុដែលមានការចោទប្រកាន់ដែលបំភ្លៃព័ត៌មានទម្លាក់កំហុសមកលើកម្ពុជាជានិច្ចប៉ុន្តែថ្ងៃនេះដដែលទាំងអនុទានទាំងស៊ីហាស័កនៅតែបន្តនិយាយថាឲ្យកម្ពុជានឹងសម្ដែងភាពស្មោះត្រង់ទៅគេតើត្រូវសម្ដែងភាពស្មោះត្រង់យ៉ាងណាទៅទៀតទៅដែលយើងធ្វើបានប៉ុណ្ណឹងទៅហើយយើងក៏មានសាក្សីយើងក៏មានផុសតាងដែលបញ្ជាក់ថាអ្នកណាពិតជាបានគោរពនៅកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នានោះល្អកម្រិតណាពេញលេញកម្រិតណាយើងសួរតែ AOT ទៅដឹងហើយអរគុណបងប្អូននេះគឺជាព័ត៌មានដែលមានប្រភពពី
PPTV HD 36ហើយប្រែសម្រួលជាភាសាខ្មែរដោយបងស្មីពិតជាអរគុណបងស្មីមែនទែនបងប្អូនអាច comment ចំណាប់អារម្មណ៍របស់បងប្អូនខាងក្រោមនេះហើយសូមកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាលោកស៊ីហាស័កប្រមានកម្ពុជាថាកុំឲ្យយករឿងទំនាស់ព្រំដែនកម្ពុជាថៃទៅប្រាប់អង្គការសហប្រជាជាតិបាទបងប្អូននេះគឺជារឿងហួសចិត្តមួយទៀតហើយដែលបានកើតឡើងគឺរដ្ឋមន្ត្រីការបរទេសថៃហ្នឹងគេប្រាប់ថាកុំឲ្យកម្ពុជាអាសាយករឿងបាទទំនាស់ព្រំដែនជាពិសេសកុំឲ្យអាសាប្រើពាក្យថាគេឈ្លានពានខ្មែរទៅប្រាប់អន្តរជាតិក៏ដូចជាអង្គការសហប្រជាជាតិអានេះមានន័យថាគេជាចោលគេលួចដីយើងហើយគេចង់បំបិតមាត់យើងថាកុំឲ្យយើងស្រែកថាគេនឹងចោលទៀតឥឡូវយើងមកមើលព័ត៌មាននេះជាមួយគ្នាបន្តិចបងប្អូននៅថ្ងៃទី25នេះតែម្ដងរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាស័កបានសម្ដែងការព្រួយបារម្ភបន្ទាប់ពីប្រេសិតកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងអំពីវិវាទរវាងប្រទេសទាំងពីរនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC នាពេលថ្មីនេះស្ដីអំពីការការពារជនស៊ីវិលក្នុងស្ថានភាពមានជម្លោះការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃរូបនេះធ្វើឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃទី23ឧសភាមុនពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដែលនៅទីនោះលោកក៏គ្រងជួបភាគីកម្ពុជានៅក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោកស៊ីហាស័កបានអះអាងថាប្រទេសទាំងពីរធ្លាប់បានព្រមព្រៀងគ្នាថានឹងមិនធ្វើឲ្យវិវាទរបស់ខ្លួនคล้ายជាបញ្ហាអន្តរជាតិឡើយប៉ុន្តែត្រូវដោះស្រាយតាមរយៈការចរចាដោយផ្ទាល់វិញលោកបានប្រមានថាការចោទប្រកាន់នាពេលថ្មីនេះដោយភាគីកម្ពុជាអាចបំផ្លាញដល់វឌ្ឍនភាពផ្នែកការទូតនៅរសៀលថ្ងៃទី21ខែឧសភាឯកឧត្តមកៅឈៀឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានចូលរួមថ្លែងសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីអំពីកិច្ចការពារជនស៊ីវិលនៅក្នុងចំនួនប្រដាប់អាវុធនៅក្នុងសេចក្តីថ្លែងការណ៍ឯកឧត្តមកៅឈៀបានលើកឡើងអំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោកហើយឯកឧត្តមក៏បានសង្កត់ធ្ងន់ថានៅកម្ពុជាអំពើឈ្លានពានកាលពីខែកក្កដានិងខែធ្នូឆ្នាំ2025បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលក្នុងនោះជនស៊ីវិលកម្ពុជាប្រមាណជា649,000 នាក់បានរត់ភៀសសឹកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញហើយប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរឯលោកស៊ីហាស័កឯនោះវិញបានលើកឡើងថាការចោទប្រកាន់បែបនេះគឺមិនផ្ដល់ផលចំណេញអ្វីឡើយចំពេលដែលប្រទេសទាំងពីរគួរតែផ្ដោតលើការកសាងទំនុកចិត្តទៅវិញទៅមកលោកបានបញ្ជាក់ថានៅពេលនេះយើងត្រូវការសន្ទនាដោយស្មោះត្រង់ទាំងនេះមិនមែនជាបញ្ហាដែលអាចដោះស្រាយបានក្នុងរយៈពេលត្រឹមតែមួយថ្ងៃនោះទេវាទាមទារពេលវេលាទំនុកចិត្តនិងការពិភាក្សាគ្នាជាច្រើនលើកច្រើនសារបាទបងប្អូននេះគឺជាព័ត៌មានដែលប្រែសម្រួលពីប្រភពដើមថៃ PBS ហើយចេញផ្សាយដោយ Page ខ្មែរឈ្មោះថា Page ព្រះខ័ននៅថ្ងៃទី25ខែឧសភានេះអញ្ចឹងរឿងនេះគឺដដែលបងប្អូនស្គាល់បងប្អូនឃើញបងប្អូនយល់ច្បាស់ហើយអំពីចរិតរបស់ជាតិសាសន៍មួយដែលជាអ្នកក្បែរខាងយើងនេះដែលគេជាចោរគេបំផ្លិចបំផ្លាញយើងគេកាប់សម្លាប់យើងគេឈ្លានពានយើងគេបាញ់បោះនៅតាមព្រំដែនជារៀងរាល់ថ្ងៃស្ទើរតែគ្រប់ទីតាំងនៅឯព្រំដែនជាមួយនឹងកម្ពុជានេះគេបង្កការផ្ទុះអាវុធជាឯកតោភាគីគេបាញ់ស្ទើរតែជារៀងរាល់ថ្ងៃបងប្អូនឃើញហើយប៉ុន្តែគេនិយាយថាគេចង់បានការកសាងទំនុកចិត្តដោយស្មោះត្រង់រវាងគ្នាទៅវិញទៅមកហើយនិយាយគ្នាចរចាទ្វេភាគីតើត្រង់ណាទៅតើចំណុចណាទៅដែលអ្នកចង់បង្ហាញថាអ្នកកំពុងតែមានបំណងកសាងនៅទំនុកចិត្តរវាងគ្នាទៅវិញទៅមកដែលកងទ័ពរបស់អ្នកទាហានរបស់អ្នកបានបង្កការផ្ទុះអាវុធ
មកលើកម្ពុជាមុនជារៀងរាល់ថ្ងៃដែលកម្ពុជាគោរពថ្នាក់ដឹកនាំកម្ពុជាគោរពបទបញ្ជាកម្ពុជាមិនបានឆ្លើយតបទៅកាន់អ្នកឯងវិញទេប៉ុន្តែនាំសាកសីទៅមើលទៅឃើញទៅកត់ត្រាជាបន្តបន្ទាប់នៅអ្វីដែលអ្នកបានធ្វើតើសម្ដីរបស់អ្នកមានតម្លៃត្រង់ណាបងប្អូនឃើញហើយតាំងពីស្ដេចតាំងពីនាយករដ្ឋមន្ត្រីតាំងពីរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីក្រសួងផ្សេងក៏អញ្ចឹងដែររហូតដល់ប្រជាពលរដ្ឋបាទអាជីវករមនុស្សធម្មតាកម្រិតណាក៏ដោយអ្នកស្រែកម្រិតណាក៏ដោយក៏នៅតែមានអិរិយាបថជាចោលគ្រប់គ្នាជាសាសមួយនេះបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាអាចខមមិនខាងក្រោមនេះបានសូមជួយចែករំលែកវីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាអរគុណច្រើនសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ជាចុងបញ្ចប់នៅតែមិនភ្លេចនឹងលើកទឹកចិត្តពុកម៉ែបងប្អូនឲ្យទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងបន្តទៀតជូនពរបងប្អូនជោគជ័យគ្រប់ភារកិច្ចសុខភាពល្អទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅថ្ងៃស្អែក